ជំរាបសួរមេដាបេដាសាក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សនិស្សិតទាំងអស់គ្នាចឹងនេះអ្នកគ្រូតទៅលំហាត់មូលដ្ឋានគ្រឹះរបស់យើងទៀតដែលវីដេអូមុនគឺអ្នកគ្រូបានកាត់អានាទៅនឹងឯកលក្ខណៈភាពនឹង3រូបមន្តហើយឥឡូវនេះគ្រូតបញ្ចប់គឺត4រូបមន្តទៀតគឺយើងមាន a បូក b លើជាគីប a ដក b លើជាគីប a គីបបូក b គីបហើយនិង a គីបដក b គីបអញ្ចឹងដើម្បីយើងអាចធ្វើរូបមន្តនឹងបានតើយើងទិញរូបមន្តឲ្យចាំសិនណាចឹងលំហាត់នីមួយៗអូនអាចស្កប់វីដេអូសិនទិញរូបមន្តឲ្យចាំអស់សិនចឹងយើងកាត់អានាឬក៏អូនអាចទន្ទឹងឲ្យចាំមួយសិនហើយមើលអ្នកគ្រូដោះស្រាយហើយអាចមើលមួយទៀតហើយមើលដោះស្រាយមួយទៀតបានអញ្ចឹងអានេះគ្រាន់តែជាគំរូទេបើសិនជាបងប្អូនចង់អនុវត្តលំហាត់បន្ថែមអីបងប្អូនអាចតែត្រង់រៀនបន្ថែមជាមួយអ្នកគ្រូបានអ្នកគ្រូមានបំពន់មានវេនច័ន្ទសុខហើយនិងវេនសាទិតសម្រាប់បងប្អូនអ្នកទី5អ្នកទី12មានទាំងក្រិតខ្មែរហើយនិងរូបវិទ្យាអញ្ចឹងអាចទៅតាម Telegram របស់អ្នកគ្រូបានតែឡើយយើងមើលទៅរូបមន្តរបស់យើងបន្តទៀតគឺយើងមាន a បូក b លើជាគីបអញ្ចឹង a បូក b លើជាគីបគឺយើងអាចសរសេរវាទៅជា a គីបបូកឲ្យ3ដង a ការ៉េ b បូកជាមួយនឹង3ដង a b ការ៉េបូកជាមួយនឹងb គីបអញ្ចឹងចំពោះរូបមន្តហ្នឹងគឺយើងអាចតន្ទឹងឲ្យចាំហើយយើងអាចកណនីលំហាត់បានឥឡូវយើងមើលក្នុងនេះយើងមាន x បូកជាមួយនឹង2លើជាគីបអញ្ចឹងយើងចាត់ទុកអាណាជាតួ a នេះចាត់ទុក x នេះគឺជាតួ a ចាត់ទុក2នេះគឺជាតួ b អញ្ចឹងយើងមកពេញទៅតាមរូបមន្តនេះមក a បូក b លើជាគីបស្មើនឹង a គីបអញ្ចឹង a របស់យើងហ្មង a របស់យើងគឺ x ត្រូវអញ្ចឹងយើងបាន x គីបបូកឲ្យមួយគុណ3នេះគឺទុកដដែលគុណឲ្យ a ការ៉េ a របស់យើងគឺ x ត្រូវអត់ដល់ពេល a ការ៉េវាទៅជា x លើកជា x លើកជាការ៉េហើយគុណឲ្យ3របស់យើងហ្មង3របស់យើងគឺលេខ2ណាបូកឲ្យ3ដង a b ការ៉េអញ្ចឹងលេខ3យើងទុកដដែលគុណឲ្យ a របស់យើងហ្មងគឺ x នេះហើយគុណជាមួយនឹង b របស់យើងគឺ2អញ្ចឹងគឺ b ការ៉េយើងបាន2លើកជាការ៉េបូកឲ្យ b គីបគឺយើងអ្នកយក b នេះមកលើកជាគីបអញ្ចឹងយើងករណីកន្លែងនេះតិចមកអានេះ x គីបគឺយើងអត់មានអីត្រូវករណីវាទៀតទេអញ្ចឹងយើងទុកដដែលហើយដល់ពេលប្រព័ន្ធនេះវិញនេះអូនករណីប្រព័ន្ធនេះសិនមកនេះយើងយក3គុណនឹង x ការ៉េគុណនឹង2អញ្ចឹងយើងយកតែមួយគុណមកគុណមកណា3គុណនឹង2នេះបាន6គុណនឹង x ការ៉េគឺបាន6x ការ៉េដល់ពេលនេះវិញដូចគ្នាយើងមើលអានេះសិនអានេះ2ការ៉េត្រូវឯង2ការ៉េគឺបាន4អញ្ចឹង4គុណជាមួយនឹង3នេះគឺស្មើនឹង12គុណនឹង x បាន 12x ចឹងគឺបូកឲ្យ12បូកឲ្យ 12x បូកឲ្យអានេះ2គីបបានមែន2គុណ2គុណ2ត្រូវឯងចឹងគឺស្មើនឹង8អញ្ចឹងចម្លើយរបស់យើងគឺស្មើនឹងប៉ុណ្ណេះណាយើងអាចស៊ីសងអីបានទៀតទេអញ្ចឹងចម្លើយយើងគឺស្មើប៉ុណ្ណឹងឥឡូវយើងមើលទៅរូបមន្តទី2គឺយើងមាន a ដក b លើជាគីបចុះស្រដៀងគ្នាដែរទេគឺវាស្មើជាមួយនឹង a ការ៉េដកឲ្យ3ដង a ការ៉េ b បូកឲ្យ3ដង a b ការ៉េដកឲ្យ b គីបអញ្ចឹងឡើយនេះយើងខុសគ្នាត្រង់ណាខុសគ្នាត្រង់សញ្ញាតែបន្តិចទេបើសិនជាវាបូកអញ្ចឹងពេលយើងពលាតតាមរូបមន្តទៅគឺបូកទាំងអស់ប៉ុន្តែបើសិនជាវាជារូបមន្តដកវិញដូច a ដក b លើជាគីបនេះអញ្ចឹងសញ្ញារបស់វាគឺឆ្លាស់បានន័យថាបូកដកចុះមកមានតួតទៀតគឺបូកដកតគ្នាអញ្ចឹងណាតែបើសិនជាកន្លែងនេះបូកវិញគឺខាងក្នុងនោះនឹងតែបូកទាំងអស់ហើយតែបើសិនជាកន្លែងនេះដកយើងត្រូវឆ្លាស់សញ្ញាគ្នាបូកដកចឹងទៅចានេះគឺយើងអាចចំណាំពីច្រើនរូបមន្តនេះគ្នាយើងខុសសញ្ញាអញ្ចឹងយើងអាចទៅចាំរូបមន្តសិនចាំអនុវត្តលំហាត់យើងមើលលំហាត់បន្តទៀតនេះឧទាហរណ៍របស់វាអញ្ចឹងគឺយើងមាន5x បូកជាមួយនឹង3លើជាគីបចាំន័យថាយើងចាត់ទុក 5x នេះគឺជាតួ a ហើយយើងចាត់ទុក3នេះគឺជាតួ b តកន្លែងនេះគឺរូបមន្តរបស់យើងគឺ a គីបណាមិនអ្នកគ្រូច្រឡំដាក់ a ការ៉េអញ្ចឹងម្ដងទៀត a ដក b លើជាគីបស្មើជាមួយនឹង a គីបដកឲ្យ3ដង a ការ៉េ b បូកជាមួយនឹង3ដង a b ការ៉េហើយដកជាមួយនឹង b គីបអញ្ចឹងលំហាត់របស់យើងនេះរបស់យើងចាត់ទុក 5x នេះគឺជាតួ a អញ្ចឹងគឺយើងបាន a គីបបានន័យថាយើងត្រូវយក 5x ហ្នឹងទៅលើកជាគីបនេះ5x ទៅលើជាគីបហើយដកឲ្យនេះសញ្ញាដកឲ្យ3គុណនឹង a ការ៉េ a របស់យើងមិនគឺ 5x ត្រូវអត់ចឹងគឺយើងត្រូវយក 5x ហ្នឹងទៅលើកជាការ៉េចុះត្រូវដាក់សញ្ញាវងកញ្ចក់ណាតើដាក់ខុសហើយហ្នឹងហើយគុណជាមួយនឹង b របស់យើងគឺមិនលេខ3នេះតទៀតបូកឲ្យ3គុណឲ្យ a យើងមិនគឺ5x គុណឲ្យ b ការ៉េ3របស់យើងគឺលេខ3អញ្ចឹង3ការ៉េគឺបាន3លើកជាការ៉េបូកសំដៅដកឲ្យ3គីបអញ្ចឹង3យើងបាន3អញ្ចឹងគឺយើងបានដកឲ្យ3លើកជាគីបអញ្ចឹងយើងករណីកន្លែងនេះតិចមកអានេះ 5x លើកជាគីបអញ្ចឹងមកន័យថាយើងត្រូវតម្លាក់សេគុណ3នេះមកឲ្យលេខ5អញ្ចឹង5គីបបាន5គីបគឺ5គុណ5គុណ5អញ្ចឹងគឺស្មើនឹង125តម្លាក់គីបនឹងឲ្យ x មួយទៀតគឺបាន125x គីបដល់ពេលកន្លែងនេះវិញយើងអាចប្រវាយប្រព័ន្ធនេះសិនមកនេះប្រវាយប្រព័ន្ធនេះសិនណាអញ្ចឹងនេះគុណ1គុណខាងមុខនេះសិន3គុណនឹង3គឺបាន9គុណឲ្យអានេះតម្លាក់ការ៉េឲ្យ5មកគឺបាន25តម្លាក់ការ៉េឲ្យ x មកគឺបាន x ការ៉េបូកឲ្យអានេះដូចគ្នាអូនឯងគុណប្រព័ន្ធនេះសិនមកគុណមកគឺបាន15x ហើយដល់ពេលអានេះ3ការ៉េគឺបាន9អញ្ចឹង 15x គុណនឹង9អានេះ3គីបគឺបាន27អញ្ចឹងអត់ដល់អស់ចម្លើយណាយើងត្រូវកណនាមកតង់ទៀតអានេះ125x ការ៉េxគីបនេះគឺយើងទុកដែរតែនេះយើងគុណចូលគ្នាមកនេះ
ដក9គុណឲ្យ25អញ្ចឹងបើសិនជា9គុណឲ្យ20វា180ហើយ180អានេះ9គុណជាមួយនឹង5ទៀតបាន45អញ្ចឹង180បូក45គឺ120 225អញ្ចឹងកន្លែងនេះគឺបានដក225 x ការ៉េអានេះវិញគឺយើងគុណដូចគ្នាមក1គុណ10គុណនឹង9 90 5គុណនឹង9 45អញ្ចឹងយើងយក90បូកជាមួយនឹង45វាបាន135ណាអញ្ចឹងយើងបានបូក135x អានេះគឺដក20 27ទោះថាខាងក្នុងនេះមានយើងអាចស៊ីសងបានទៀតអត់ទេដោយសារតែអាមួយ x គីបអាមួយ x រ៉េអាមួយ x ហើយមួយអត់ជាប់ x ទេអញ្ចឹងចំណុចរបស់យើងគឺចប់ត្រឹមប៉ុណ្ណឹងណាតើយើងមើលទៅលំហាត់របស់យើងបន្តទៀតនេះយើងមានរូបមន្ត a គីបបូកជាមួយនឹង b គីបស្មើនឹង a បូក b ក៏តាឲ្យ a ការ៉េដកឲ្យ ab បូកជាមួយនឹង b ការ៉េអញ្ចឹងកន្លែងនេះយើងអាចទិញឲ្យចាំណាប៉ុន្តែខ្លះច្រឡំមកក្រុមនេះយើងចំណាំចេះកាលណាយើងប្រមាណវិធីបូកក៏តាត្បូងនឹងត្បូកហើយកតាបន្តទៀតគឺមានសញ្ញាដកនៅកណ្ដាលដល់ពេលនេះវិញគឺកតាត្បូងបូកហើយកតាចុងក្រោយគឺបូកទាំងអស់ចូលវាខុសគ្នាទៅសញ្ញាណាកន្លែងហ្នឹងឥឡូវយើងមើលលំហាត់ទី1របស់យើងនេះយើងមាន1លើ27គុណជាមួយនឹង x គីបបូកនឹង8ចឹងយើងចង់បញ្ចូលវាទៅក្នុងរូបមន្តនេះយើងមើលមេគុណអានេះមើល1លើ27នេះវាជាប់គីបនៅអត់តន់ជាប់ទេណាបើសិនជាគេដាក់វងកញ្ចក់អញ្ចឹងអាហ្នឹងបានយើងអាចចាត់ទុក1លើ27 x នេះជាតួ a បានប៉ុន្តែអានេះអត់ទេគឺគេអត់ដាក់វងកញ្ចក់ទេអញ្ចឹងអាមេគុណ1លើ27នេះមិនទាន់ជាប់គីបទេដល់វាយវាទៅជាគីបទេចឹងត្រូវវាយវាសិនចឹងលេខ1នេះលេខ1នេះអ្នកគ្រូអាចសរសេរទៅជាមួយគីបបានទៅអត់ហើយ27នេះគឺយើងអាចសរសេរវាទៅជា3គីបយើងអាចចែកវានឹងចំនួនបឋមណាចឹងពេលយើងចែកវានឹងចំនួនបឋមគឺយើងយក27ហ្នឹងទៅចែកទៅគឺបាន3គីបអូនអាចចែកបានដោយសារចំនួនបឋមនេះគ្រូធ្លាប់ប្រៀនម្សិលហើយគុណជាមួយនឹងx គីបរបស់យើងនេះហើយអា8នេះគឺយើងអាចសរសេរវាទៅជាម៉ែនទៅជា2គីបចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងអាចសរសេរវារួមបានណាអាចសរសេរតែពលលំហាត់នេះត្រូវសរសេរចុះក្រោមតែដោយសារតែក្តារខៀននេះគ្រូទុកទូចពេកចឹងពិបាកសរសេរចឹងអ្នកគ្រូសុំសរសេរបន្តណាតែបើយើងច្រឡំចូលសភៅយើងអាចសរសេរចុះក្រោមឲ្យត្រង់ជួរមកបានស្អាតឥឡូវកន្លែងនេះម្ដងប៉ុណ្ណឹងនេះគ្រូអាចសរសេរវាទៅជា1លើ 3x លើកជាគីបបានពួកអីអានេះសរសេរគុណ3នេះក៏សរសេរគុណ3នេះក៏សរសេរគុណ3អញ្ចឹងអាចលើកវារួមគ្នាទៅជាសគុណ3មកបូកជាមួយនឹងអានេះគឺ2គីបអញ្ចឹងយើងអាចចាត់ទុកបាននេះយើងអាចចាត់ទុកអានេះគឺជាតួ aអាលេខ2នេះគឺជាតួ b បានហើយអញ្ចឹងបើពេញរូបមន្តណារូបមន្តនេះគ្រូសុំសរសេរខិតបន្តិចតួ a របស់យើងគឺប៉ុណ្ណេះត្រូវអត់អញ្ចឹងយើងបាន a បូក b អញ្ចឹងបានន័យថា1លើ 3x បូកជាមួយនឹង2 1នៅលើ 3x បូកជាមួយនឹង2ក៏តាឲ្យa ការ៉េបានន័យថាយក1នៅលើ 3x ហ្នឹងទៅលើកជាការ៉េចេះហើយបូកដកជាមួយនឹង ab អញ្ចឹងបានន័យថាយក1លើ 3x ហ្នឹងទៅគុណឲ្យ3របស់យើងគឺមែនគឺលេខ2នេះ3របស់យើងទៅ2ហើយបូកជាមួយនឹង b ការ៉េគឺយើងយកលេខ2ហ្នឹងទៅលើកជាការ៉េអញ្ចឹងកន្លែងនេះយើងបបាយតិចមកនេះ1នៅលើ 3x លើកជាការ៉េយើងអាចតម្លាក់ការ៉េនេះឲ្យ1មកគឺបាន1ការ៉េអញ្ចឹង1ការ៉េដល់ពេលតម្លាក់ការ៉េនេះឲ្យ3បាន3ការ៉េអញ្ចឹង3ការ៉េស្មើប៉ុន្មានគឺស្មើ9ទៅអត់អញ្ចឹងកន្លែងនេះអ្នកគ្រូអាចសរសេរវាទៅជា1លើ9ហើយដល់ពេលការ៉េនេះតម្លាក់ឲ្យ x គឺទៅជា x ការ៉េវិញទៅជាអញ្ចឹងវិញណាជា x ការ៉េអញ្ចឹងហើយចំពោះកន្លែងនេះវិញបើយើងគុណចូលគ្នា2គុណជាមួយនឹង 1x បានមែនគឺបាន2x ចឹងគឺសល់ 2x លើ3អញ្ចឹងថ្ងៃនេះអ្នកគ្រូសុំលុបតិចដោយសារតែក្តារខេនយើងរៀងខ្លីអញ្ចឹងមិញនេះគឺស្មើជាមួយនឹង 2x លើ3បូកអានេះ2ការ៉េមែន2ការ៉េគឺ4ណានេះអញ្ចឹង2ការ៉េគឺ4ចម្លើយយើងគឺបានប៉ុណ្ណេះអញ្ចឹងយើងអាចលុបគ្នាដាក់បង្រួចបានចូលចម្លើយរបស់យើងគឺត្រូវបបាយសិនបើមិនជាអត់ចូលអត់ចូលតម្រងមកវាត្រូវបបាយឲ្យចេញជាតម្រង a គីបបូក b គីបសិនទើបយើងអាចចូលតាមរូបមន្តរបស់យើងបានអញ្ចឹងនេះរូបមន្តរបស់យើងឥឡូវយើងមើលទៅមួយទៀតនេះគឺសរៀងដូចគ្នាដែរទេអញ្ចឹងយើងត្រូវបបាយសិនអានេះយើងមើលមើលនេះ27បើយកទៅចែកចំនួនបឋមគឺវាបាន3គីប64ចែកចំនួនបឋមគឺបាន4គីបហើយអ៊ីក្រែកគីបនេះគឺយើងទុកដែរសិនមកដកឲ្យ8នេះចែកចំនួនបឋមទៅគឺបាន2គីប125ចែកចំនួនបឋមទៅគឺបាន5គីបណាអញ្ចឹងគឺអាប្រព័ន្ធនេះយើងអាចសរសេរទៅជាម៉ែនយើងអាចសរសេរទៅជា3នៅលើ4អ៊ីក្រែកលើកជាគៀបរួមគ្នាបានអញ្ចឹងនេះគ្រូសុំតមកខាងក្រោមណាតែប៉ុន្តែត្រូវសរសេរតមកក្រោមចេះមកប៉ុន្តែនេះគ្រូតែខាងតអញ្ចឹងសុំបញ្ចាំម្ដងទៀតគឺអាចសរសេរចុះក្រោមមកស្អាតជាងឥឡូវអានេះយើងអាចសរសេរវាទៅជា3នៅលើ4អ៊ីក្រែកលើកជាគៀបអានេះដកឲ្យយើងសរសេរគុណចូលគ្នារួមមកយើងបាន2លើ5លើកជាសេគុណ3អញ្ចឹងបញ្ចូលរូបមន្តរបស់យើងមកគឺយើងបាន a ដក b របស់យើងគឺ3លើ4អ៊ីក្រែកដកឲ្យ b របស់យើងគឺ2លើ5ក៏តែឲ្យតួ b ការ៉េសំដៅ a ការ៉េបានន័យថាយើងយកទេដូចអាមិញដែរគឺយើងយក3លើ4អ៊ីក្រែកនេះទៅលើកជាការ៉េ
bột ao a bé cứ dân giờ nên một con là đi chẳng cứ bay mà lỡ 4 y cái con cho mùi nắng pi lỡ pram hay bột cho mùi nắng bay cái cứ dân giờ pi lỡ pram này từ lỡ chia cái chạy ăn của bạn nhé trong nhưng cái này vì mà tăng tiền máu dân hơn cái ta thì muốn đấy nhưng ở xí xong cái nhưng tục này cứ bay lỡ 4 y cái đo ấy pi lỡ pram đập bên này dân lại cái bay mất bay mảnh 9 ធ្លាក់ក្រៃឲ្យពុក4មកគឺបាន16ហើយ y ក្រៃអានេះយើងគុណចូលគ្នាមកនេះ3គុណជាមួយនឹង2បាន6អានេះគុណចូលគ្នាមកបាន20អញ្ចឹងគឺ6 y នៅលើ6 y លើ20នេះអ្នកគ្រូដាក់សិនណា6 y នៅលើ20ហើយតាមសម្រួលតាមខុសអានេះវិញធ្លាក់ក្រៃឲ្យ2គឺបាន2ក្រៃអញ្ចឹងបាន4ធ្លាក់ក្រៃឲ្យ5ក្រៃអញ្ចឹងគឺ25ណាអានេះ2 6នៅលើ20នេះយើងអាចសម្រួលនឹង2ទៅសាមែនសម្រួលនឹង2ទៅនៅសល់3លើ10សម្រួលឲ្យហើយពីលើមកបាននេះអានេះសម្រួលមកនេះមកអានេះសល់2អញ្ចឹង3គុណនឹង1សល់អីសល់1នេះសល់2អញ្ចឹង3គុណនឹង1បាន3ហើយ2គុណនឹង5បាន10អញ្ចឹងចម្លើយរបស់យើងគឺស្មើនឹងប៉ុណ្នេះណាដោយសារតែគ្នាគ្រូតូចរៀងពិបាកបន្តិចអញ្ចឹងដោយសារបងចឹងវីដេអូរបស់អ្នកគ្រូមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ថែមអាចខមមិនសួរបានហើយសម្រាប់បងប្អូនដែលចង់រៀនបន្តបន្ថែមអាចតាមតាម Telegram របស់អ្នកគ្រូបានដូចគ្នាចឹងនេះគ្រូមានតែប៉ុណ្្នឹងទេជូនបងប្អូនទទួលបានជោគជ័យក្នុងការសិក្សាសូមអរគុណ